បាទជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរុក្ខជាតិឱសថបុរាណពីរមុខសម្រាប់យកមកព្យាបាលរោគាព្យាធិរបស់ពុកម៉ែបងប្អូនពីរមុខដែរបាទជំងឺទី1បាទបើពុកម៉ែបងប្អូនមានអាការៈតឹងពោះខ្លាំងហើយមិនបត់ជើងធំពុកម៉ែបងប្អូនបាទអាចរករុក្ខជាតិពីរមុខនេះមកដាំទឹកពិសាក្នុងកម្រិតស្មើគ្នាបាទមួយថ្ងៃ20ក្រាមបាទ ម្យ៉ាងទៀតបើពុកម៉ែបងប្អូនមានលោកពុកអ្នកម្ដាយចាស់គាត់មានកាពះពោះវៀនខ្សោយពេលទទួលទានអាហារទៅមិនបត់ជើងធំបាទបងប្អូនអាចរករុក្ខជាតិទាំងពីរមុខនេះមកដាំទឹកឲ្យគាត់ពិសាក្នុងមួយថ្ងៃ20ក្រាមបាទគាត់នឹងបានបាទធូរស្រាលក្នុងពោះនិងបត់ជើងធំជាជាពុំខានឡើយចំណែកបាទរោគាព្យាធិទី2បើពុកម៉ែបងប្អូនមានអាការៈត្រូវលាងឈាមក្នុងកម្រិតស្រាលពុកម៉ែបងប្អូនអាចរករុក្ខជាតិទាំងពីរមុខនេះមកដាំទឹកពិសាបាទក្នុងមួយថ្ងៃ20ក្រាមដូចគ្នាក៏អាចព្យាបាលរោគលាងឈាមបានដែរបើពុកម៉ែបងប្អូនបាទត្រូវលាងឈាមឧទាហរណ៍ថាក្នុង2ខែ3ខែអីត្រូវលាងម្ដង2ដងអីបាទថ្នាំរុក្ខជាតិទាំងពីរមុខនេះបាទអាចជួយពុកម៉ែបងប្អូនឲ្យរួចចាកនៅជំងឺនេះបានបាទហើយខ្ញុំសូមបង្ហាញជូននៅរុក្ខជាតិទាំងពីរមុខនេះតែម្ដងបាទទី1គឺដើមវល្លិវាយបាទនេះជាលក្ខណៈនៃស្លឹកវល្លិវាយបាទវល្លិវាយបាទហើយនៅក្នុងរូបមន្តក្នុងសិភៅក៏មានដែរវល្លិវាយបាទនេះជាផ្លែវល្លិវាយបាទចាំងថ្ងៃពុកម៉ែបងប្អូនបាននេះជាផ្លែនេះជារូបមន្តនៃដើមវល្លិវាយបាទចំណែកទី2គឺដើមហាយសានអញ្ចឹងឲ្យពុកម៉ែបងប្អូនមើលនៅក្នុងរូបនេះអត់ហើយបាទដើមហាយសានគឺមានលក្ខណៈបែបនេះបាទដើមហាយសានអញ្ចឹងខ្ញុំសូមបង្ហាញជូននៅរុក្ខជាតិផ្ទាល់តែម្ដងបាទបាទនេះជាលក្ខណៈស្លឹកហាយសាននិងផ្លែហាយសានបាទរុក្ខជាតិទាំងពីរមុខនេះបាទបើហាយសានគឺតម្រូវឲ្យពុកម៉ែបងប្អូនយកក្លឹមបាទយកក្លឹមបើចំណែកវល្លិវាយបាទវល្លិវាយអត់មានក្លឹមទេបាទពិបាករកក្លឹមណាប៉ុន្តែតម្រូវឲ្យពុកម៉ែបងប្អូនបាទរកដើមដែលធំណាបាទដើមដែលធំប៉ុនកដៃកជើងអីហ្នឹងបាទទៅវាមានកម្រិតខ្លាំងណាផ្លែឱសថទៅមានកម្រិតខ្លាំងអញ្ចឹងទេបាទពុកម៉ែបងប្អូនបាទបើមានមិនឆ្ងល់នៅមិនយល់បាទឬក៏មានការងើយឆ្ងល់ត្រង់ចំណុចណាពុកម៉ែបងប្អូនបាទអាចខមមិននៅក្រោមវីដេអូខ្ញុំបាទខ្ញុំបាទនឹងចាំបកស្រាយជូនចំពោះការចំណេះដឹងដែលខ្ញុំមានបាទខ្ញុំនឹងចាំបាទទទួលពុកម៉ែបងប្អូនណាទទួលនៅចម្លើយពុកម៉ែបងប្អូនដោយសេចក្តីគោរពបាទពេលនេះផងដែរសូមជម្រាបលាបាទសូមអរគុណបាទ